បាទបងប្អូនដែលទន្ទឹមរង់ចាំផ្លូវពីកំពង់ថ្មកំពង់ធំកាចេះយើងបាទគឺគេចាប់ផ្ដើមធ្វើម្ដងបងប្អូនបាទជួយ share វីដេអូនេះដើម្បីឲ្យអ្នកចង្អាយបានឃើញថាផ្លូវនេះជិះកាត់ទៅចេញតាមកំពង់ថ្មផ្លូវ 60B បងប្អូនបាទអញ្ចឹងបងប្អូនមួយចំនួនស្គាល់ផ្លូវ 60B បាទចេញពីកាចេះទៅឆ្លងពីស្ពានកាចេះមកខាងកំពង់ថ្មបាទអញ្ចឹងគេចាប់ផ្ដើមឈូសបដាបងប្អូនបាទផ្លូវនេះបើស្អាតកាលកស៊ូអីមកស្អាតហ្មងបងប្អូនបាទកាចេះកំពង់ធំគឺតែ130គីឡូឯងបងប្អូនបាទអញ្ចឹងគឺថាលឿនណាស់បាទតាមនេះកំពង់ធំសៀមរាបអីបាទវិលវិញល្ងាចបាទ130គីឡូបាទខ្ញុំបញ្ជាក់ពីកាចេះទៅកំពង់ធំបើថាផ្លូវនេះស្អាតគឺ130គីឡូបាទអញ្ចឹងយើងកំពុងតែចិត្តបានផ្លូវល្អជិះមួយទៀតហើយបងប្អូនបាទអញ្ចឹងខេត្តកាចេះរបស់យើងគឺស្ពេនរួចហើយនៅតែផ្លូវទេបាទអញ្ចឹងផ្លូវនេះគឺគេចាប់ផ្ដើមចាក់ពីផ្សារកំពែងទម្លុះមកខាងកំពង់ថ្មបាទខ្ញុំមើលតាមព័ត៌មានដែលគេផ្សាយដែរបងប្អូនខ្ញុំដកស្រង់មកប្រាប់បងប្អូនមួយចំនួនមកភ្លេចបាទអញ្ចឹងផ្លូវនេះគឺចាក់ដល់កំពង់ធំផ្លូវ 60B បាទអញ្ចឹងបងប្អូនមួយចំនួនគឺស្គាល់ហើយតែឥឡូវយើងមកកន្លែងមកផ្លូវរបស់យើងវិញគេកំពុងរៀបចំចាក់ឈូសឆាយបដាហើយបាទអញ្ចឹងគឺខ្ញុំជិះមកនេះគឺខ្ញុំថតដើម្បីបងប្អូនមួយចំនួនថាគិតសួរថាអូបែបនេះផ្លូវនេះទៅដល់ណាបាទឥឡូវដឹងច្បាស់ហើយបាទផ្លូវ 60B ចេញតាមកំពង់ថ្មបាទបងប្អូនបាទអញ្ចឹងគេចាប់ផ្ដើមរៀបចំឈូសឆាយផ្លូវចាប់ពីផ្សារកំពែងមកបងប្អូនបាទអញ្ចឹងខ្ញុំដឹងបានតែប៉ុណ្្នឹងឯងបងប្អូនបាទអញ្ចឹងកុំភ្លេចបេះដូងមួយផងបាទខមមិនលេងក្នុងខមមិនក៏បានដែរបងប្អូនបាទតែផ្លូវនេះគឺខ្ញុំជិះមកគឺខ្ញុំមិនតន់ដឹងថានៅចំស្រុកណាទេបងប្អូនបាទចាំខ្ញុំបញ្ជាក់តិចទៀតនៅវីដេអូខាងមុខបាទបងប្អូនឥឡូវនេះខ្ញុំទៅតែដឹងថាផ្លូវនេះគេធ្វើកាត់ទៅតាមស្រុកសណ្ដានបងប្អូនស្រុកសណ្ដានកំពង់ធំឆ្លងកាត់ប្រាសាទសម្បូរបាទអញ្ចឹងគឺលឿនហើយបងប្អូនបាទអញ្ចឹងចេញគេគឺតាមកំពង់ថ្មបាទអញ្ចឹងយើងរៀងសាកសម័យបិទផ្នែកទីមកបងប្អូនថាបើផ្លូវនេះហើយបាទសៀមរាបកំពង់ធំបាទកាចេះនៅគៀកគ្នាមែនតើបងប្អូនទៅលេងស្មានណាក៏បានដែរបាទផ្លូវនេះហើយបាទអញ្ចឹងគិតថាកម្រងនេះនឹងលឿនបាទលឿនបាទតែ2ឆ្នាំខ្ញុំឆែកមើលក្នុងតែគេប្រហោះមកបងប្អូនគេថាកម្រងផ្លូវគឺ2ឆ្នាំឥឡូវយើងចាំមើលជាក់ស្ដែងសិនទៅបាទឥឡូវគេកំពុងតែរៀបចំឈូសឆាយផ្លូវកន្លែងខ្លះក៏ស្អាតកន្លែងខ្លះមិនតន់ស្អាតបាទអញ្ចឹងផ្លូវតាមនោះគឺជាសេដ្ឋកិច្ចមួយដែរសម្រាប់ប្រជាជនខ្មែរយើងគឺផ្លូវនេះកាត់ចកាកស៊ូបាទបងប្អូនចកាកស៊ូចកាស្វាយចន្ទីច្រើនណាតាមនេះបាទហើយនៅខាងក្រៅនោះគឺពោពេញទៅដោយតំបន់ភ្នំបងប្អូនសិតតែភ្នំសុទ្ធខ្ញុំជិះមកបងប្អូនបាទអញ្ចឹងគឺសមូលក្នុងការហៅតំបន់សេដ្ឋកិច្ចបងប្អូនបាទអញ្ចឹងហើយខ្ញុំក៏អរគុណដែលពុកម៉ែបងប្អូនជួយតាមដាន page របស់ខ្ញុំចុច like រីអេបេដូងចំពោះ page របស់ខ្ញុំបាទមានពុកម៉ែបងប្អូនក៏ខ្ញុំមានថ្ងៃនេះដែរបងប្អូនបាទអរគុណមានតែម្រាមដៃ10ទេបាទហើយវីដេអូដែលខ្ញុំថតនេះគឺខ្ញុំថតដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនមើលពីផ្លូវពីស្ពានពីខ្នល់មានបងប្អូនច្រើនណាដែលគ្រប់គ្រងខ្ញុំថតផ្លូវស្ពាននិងខ្នល់បាទនឹងឲ្យចរាចរណ៍ទៀតបាទអរគុណបាទហើយសូមអរគុណសម្រាប់ 61K ដែលបងប្អូនចូលរួមចុចតាមដាន page របស់ខ្ញុំបាទអរគុណច្រើនហើយវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនបាទគឺមានតែពាក្យអរគុណទេបាទហើយឥឡូវយើងមកតាមដានវីដេអូទៀតបងប្អូនវីដេអូនេះគឺទៅខាងខ្ញុំថតនេះគឺទៅខាងផ្សារកំពែងបាទគេឈូសបាទផ្លូវកន្លែងនេះគេចាប់តាមឈូសបាទឈូសមកកណាត់បងប្អូនបាទគឺអត់តន់ស្អាតទេកន្លែងណាគឺស្អាតកន្លែងណាមិនតន់ស្អាតគេឈូសបន្ថែមទៀតបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាទសូមអរគុណ